ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបធ្វើចាយបំពងស្នូលត្រាវលាយជាមួយនឹងសាច់ជ្រូកនិងបង្គាចិញ្ច្រាំងាយៗហើយមានរសជាតិឈ្ងុយឆ្ងាញ់ចាអញ្ចឹងដើម្បីចង់ដឹងអំពីរបៀបធ្វើនិងគ្រឿងផ្សំយើងមានអ្វីខ្លះយើងចូលរួមទស្សនាវីដេអូទាំងអស់គ្នាជាដំបូងឡើយសម្រាប់គ្រឿងផ្សំខ្ញុំមានស្លឹកខ្ទឹមរបស់យើងនឹងចំនួន2ដើមហើយយើងហាន់ស្លឹកខ្ទឹមរបស់យើងឲ្យតូចល្អិតបែបហ្នឹងមកជាបន្តមកទៀតខ្ញុំមានខ្ទឹមសរបស់យើងនឹងចំនួន2កំពឹសហើយយើងចិញ្ច្រាំខ្ទឹមសរបស់យើងឲ្យបានម៉ត់ល្អមកហើយសម្រាប់គ្រឿងផ្សំបន្តមកទៀតគឺខ្ញុំប្រើបង្គារបស់យើងនឹងចំនួន1ខាំដោយយើងលាងនិងបកសម្អាតរួចហើយបន្ទាប់មកយើងយកបង្គារបស់យើងមកចិញ្ច្រាំឲ្យបានម៉ត់ល្អហើយសម្រាប់សាច់ជ្រូកវិញគឺខ្ញុំប្រើចំនួន2ខាំគឺខ្ញុំទិញសាច់ជ្រូកដែលគេចិញ្ច្រាំរួចហើយជាបន្តមកទៀតសម្រាប់ត្រាវរបស់យើងវិញគឺខ្ញុំប្រើត្រាវមួយនេះនឹងប្រហែលជា3ខាំកន្លះយើងលាងហើយនឹងចិតសបករួចហើយបន្ទាប់មកយើងយកត្រាវរបស់យើងទៅឈូសជាសរសៃតូចៗបែបនេះមកជាបន្តមកទៀតយើងចាប់ផ្ដើមឆាស្នូលរបស់យើងដែលយើងដាក់ប្រេងហើយបន្ទាប់មកយើងបំពងខ្ទឹមរបស់យើងឲ្យឡើងក្រហមនិងឈ្ងុយបន្តិចជាបន្ទាប់មកទៀតយើងដាក់សាច់ជ្រូករបស់យើងនឹងចំនួន2ខាំហើយនិងបង្គារបស់យើងចំនួន1ខាំដែលយើងចិញ្ច្រាំម៉ត់ហើយហ្នឹងយើងឆាវាមួយសន្ទុះមកនៅពេលដែលសាច់ហើយបង្គារបស់យើងលាងឆ្អិនបន្តិចហើយយើងចាប់ផ្ដើមបន្ថែមគ្រឿងដែលខ្ញុំដាក់ម្សៅស៊ុបចំនួនកន្លះស្លាបព្រាបាយប្រេងខ្យង1ស្លាបព្រាបាយទឹកស៊ីអ៊ីវចំនួន1ស្លាបព្រាបាយម្រេចចំនួនកន្លះស្លាបព្រាកាហ្វេស្ករត្នោតកន្លះស្លាបព្រាបាយបន្ទាប់មកយើងដាក់ត្រាវរបស់យើងចូលហើយយើងឆាត្រឡប់វាចុះឡើងមួយសន្ទុះមកដើម្បីឲ្យត្រាវរបស់យើងនឹងបានឆ្អិនល្អចាស់ហើយសម្រាប់ស្នូលឆាយ៉ដែលខ្ញុំធ្វើក្នុងថ្ងៃនេះដែរបងប្អូនប្រើសម្បកឆាយ៉របស់យើងតូចៗហ្នឹងអាចធ្វើបានប្រហែលជា50នំបើសិនមកបងប្អូនប្រើប្រទះធំៗដូចខ្ញុំនេះយើងអាចធ្វើបានប្រហែលជា20នំនៅពេលដែលយើងឆាត្រាវរបស់យើងបានឆ្អិនហើយជាបន្តទៀតយើងធ្វើការបិទភ្លើងហើយបន្ទាប់មកយើងដាក់ស្លឹកខ្ទឹមរបស់យើងឆាវាពី3ត្រឡប់ជាការស្រេចហើយបន្ទាប់មកយើងដាក់ស្នូលរបស់យើងនឹងឲ្យវាត្រជាក់បន្តិចសិនជាបន្តទៀតខ្ញុំលាយម្សៅពោតឬក៏បងប្អូនអាចប្រើម្សៅឆាក៏បានចំនួនកន្លះស្លាបព្រាបាយយើងលាយជាមួយនឹងទឹកត្រជាក់ចំនួន3ស្លាបព្រាបាយយើងកូរឲ្យបានរលាយសព្វគ្នាល្អមកហើយសម្រាប់ប្រភេទសម្បកឆាយ៉ដែលខ្ញុំប្រើក្នុងថ្ងៃនេះគឺខ្ញុំប្រើប្រភេទសម្បកឆាយ៉បែបនេះហើយយើងបកវាមួយសន្លឹកមកចាជាបន្តមកទៀតយើងចាប់ផ្ដើមខ្ចប់ឆាយ៉របស់យើងហើយសម្រាប់ស្នូលឆាយ៉នេះដែរបងប្អូនអាចដាក់តិចឬក៏ច្រើនទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនសម្រាប់ខ្ញុំវិញជារៀងរាល់ដងគឺខ្ញុំចូលចិត្តដាក់ស្នូលឲ្យច្រើនហើយបន្ទាប់មកយើងមូលវាមួយតង់អញ្ចឹងហើយយើងបត់គែមខាងហើយយើងប្លៀតវាឲ្យបានស្អាតបែបនេះមកបងប្អូនហើយយើងសង្កត់វាឲ្យរាងហាប់បន្តិចមកទើបនៅពេលដែលយើងដាក់បំពងទៅឆាយ៉របស់យើងនឹងមានរាងស្អាតហើយបន្ទាប់ចុងក្រោយគឺយើងលាបទឹកដែលយើងលាយជាមួយនឹងម្សៅពោតអំបិញមិញហ្នឹងដើម្បីឲ្យសម្បកឆាយ៉របស់យើងនឹងស្អិតជាប់បានល្អជាបន្តមកទៀតយើងចាប់ផ្ដើមដាក់ប្រេងដើម្បីបំពងហើយសម្រាប់របៀបបំពងរបស់ខ្ញុំគឺខ្ញុំអត់ទម្លាប់ប្រើប្រេងច្រើនខ្ញុំដាក់ប្រេងតែបន្តិចអញ្ចឹងហើយបន្ទាប់មកនៅពេលដែលប្រេងក្តៅហើយយើងដាក់ឆាយ៉របស់យើងចូលបំពងហើយសម្រាប់ឆាយ៉របស់យើងនេះដែរគឺវាចាប់ឆ្អិនមែនតើអញ្ចឹងបងប្អូនអាសាធ្វើការប្រែត្រឡប់វាចុះឡើងបែបហ្នឹងមកដើម្បីឲ្យវាបានក្រហមល្អទាំងសងខាងចាឥឡូវឆាយ៉របស់យើងបានឆ្អិនរួចរាល់ហើយអញ្ចឹងយើងស្រង់វាឡើងហើយទុកឲ្យវាស្ងួតខ្លាញ់បន្តិចជាការស្រេចជាចុងក្រោយសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំរហូតដល់ចប់